Good morning មកបងអូនមកញ៉ាំអាហារពេលព្រឹកមួយខ្ញុំចាតែប៉ុណ្្នឹងទេឥឡូវយើងបន្តដំណើរទៅកន្លែងក្រុមហ៊ុនដែលយើងត្រូវទៅមើលចាព្រោះដោយសារតែលើកទី1ដែលពួកខ្ញុំបានឡើងទៅផ្ទាល់ជួបជាមួយក្រុមហ៊ុនរាល់ដងយើងធ្វើការតែនៅខ្មែរយើងអត់បានទៅកន្លែងក្រុមហ៊ុនផ្ទាល់អញ្ចឹងណាបងអូនអើយមកដល់ក្រុមហ៊ុនហើយចាត្រប់ភីបងអូននិយាយវាថាស្អាតហើយនិយាយទៅគឺខ្ញុំស្រឡាញ់ខ្លាំងហ្មងបងអូនគ្រាន់តែឃើញរបៀបថាខ្ញុំស្រឡាញ់បែបមានធម្មជាតិអញ្ចឹងបងអូនគឺធ្វើចេញមកបែប fresh ហ្មងបែបអ្នកអង្គុយធ្វើការក្នុងនឹងចេញមករបៀបថាអត់ស្មុកហើយកន្លែងទៅកន្លែងណាក៏មានធម្មជាតិឥឡូវយើងមកដល់កន្លែងឃ្លាំងចាទុកផលិតផលមិនកន្លែងផលិតទេណាបងអូននេះផលិតផលមកតាមបណ្ដាប្រទេសច្រើនប្រទេសមែនតែនស្តុកធំនៅខាងវៀតណាមប៉ុន្តែមិនមែនផលិតនៅវៀតណាមទេសតផលិតចេញមកពីស្រុកគេប៉ុន្តែដឹកជញ្ជូនមកទុកនៅវៀតណាមបងអូនហើយបន្ទាប់មកបានចេញមកខ្មែរយើងអញ្ចឹងក្រុមហ៊ុនយើងធ្វើអញ្ចឹងហើយបន្ទាប់មកពួកខ្ញុំក៏បានមកដូរកន្លែងគេងហើយក៏បន្តដំណើរទៅញ៉ាំអីយប់ឡើងឈៀលទៀតហើយបងអូនចានឹងហើយដូចបងអូនឃើញអញ្ចឹងមកដល់កន្លែងនឹងហើយនិយាយពីថាស្រស់ស្រាយហ្មងបងអូនសំខាន់ខ្ញុំចូលចិត្ត steak នឹងមែនតែនហ្មងបងអូនអើយជាមួយនឹងផ្អកស្អីគេនេះវៀតណាមនេះបងអូនគេញ៉ាំ steak ជាមួយផ្អកវៀតណាមគេហ្នឹងឆ្ងាញ់ខ្លាំងហ្មងបងអូននិយាយមែនញ៉ាំមកហូបល្ងាចហ្នឹងគឺខ្ញុំត្រូវចិត្តត្រូវមាត់ខ្ញុំមែនតែនហ្មងហើយនិយាយពីថាឲ្យអ៊ូយហ្មងបងអូនអើយនិយាយថាសប្បាយហើយខាងគេហ្នឹងគឺទាំងប្រុសទាំងស្រីសប្បាយទាំងអស់គ្នាហ្មងបងអូនអត់មានប្រកាន់វ័យទេហើយកន្លែងគេហ្នឹងគេធ្វើបែបដូចស្តៀងជាមួយនៅ The Wood បងអូនសប្បាយមែនតែនហ្មងតពីសប្បាយហូបកញ្ជ្រៀវឥឡូវនេះខ្ញុំមកដល់កន្លែងគេងហើយបងអូនចាចាំជួបគ្នាវីដេអូក្រោយទៀតបាយ